វីដេអូមួយនេះគឺយើងនឹងរៀនតាក់ទងទៅនឹងអត្ថបទដែលមាន3ចំណុច1គឺក្បាលរឿង2គឺកថាខណ្ឌ3គឺការចុះបន្ទាត់ដំបូងយើងនិយាយពីក្បាលរឿងសិនធម្មតានៅក្នុងអត្ថបទមួយជាទូទៅឥឡូវយើងនិយាយថាសភៅមួយក្បាលហ្នឹងទៅចាប់ផ្ដើមអានដំបូងចូលសាច់រឿងគឺវាមានហើយចំណងជើងវាមាន1ធំវាមាន2ធំហើយក្នុង1ធំហ្នឹងចង្ការវាអាចមាន 1.1 វាអាចមាន 1.2 ហើយក្នុងហ្នឹងវាអាចមាន 1.1 ហើយនៅក្នុងហ្នឹងទៀតជួនកាលវាអាចមានកវាអាចមានខវាអាចមានកឲ្យតាមហ្នឹងអាទាំងអស់ហ្នឹងឯងគឺជាក្បាលរឿងហើយសពប្រមាណអត្ថបទរាយរតីទាំងអស់នេះគឺសុទ្ធតែជាកថាខណ្ឌឥឡូវយើងនិយាយពីក្បាលរឿងនៅក្នុង HTML គឺគេចែកជា6តង់ដូចជាយើងបានឃើញនៅក្នុងរូបនេះអញ្ចឹងអាលើគេនេះចំណងជើងហ្នឹងវាធំជាងគេអាហ្នឹងគឺជាក្បាលរឿងដែលធំជាងគេបន្តមកទៀតគឺជាអា1ធំអា2ធំអីទាំងអស់ហ្នឹងឯងអាទាំងអស់ហ្នឹងវាជាក្បាលរឿងដែរក៏ប៉ុន្តែវាតូចជាងចំណងជើងហើយបន្ទាប់ពីអា1ធំអា2ធំនេះមកដំណាក់ទៀតគឺអា1.1 ឯនេះហើយបន្ទាប់ពីអា1.1នេះគឺអា1.1.1ហើយក្នុងនឹងទៀតតូចជាងនឹងទៀតគឺវាមានកមានខមានកឯហ្នឹងអញ្ចឹងហើយនៅក្នុង HTML ឲ្យតែក្បាលរឿងគឺគេហុំវាដោយ tag មួយនេះដែល tag នេះវាមាន age ពីមុខដែល age នេះពាក្យពេញរបស់វាគឺ heading មានន័យថាក្បាលរឿងនឹងឯងហើយវាមានលេខដែលវាមានចាប់ពីលេខ1ដល់លេខ6គឺវាមានលក្ខណៈបែបនេះហើយ tag នេះវាមានបើមានបិទជាធម្មតាហើយ1ដល់6នេះគឺវាបង្ហាញថាអា1នេះគឺអាធំជាងគេជាទូទៅគឺវាតំណាងឲ្យចំណងជើងនឹងឯងហើយអា age 2នេះគឺវាតូចជាង age 1ជាទូទៅគឺវាអា1ធំ2ធំ3ធំនឹងឯងបន្ទាប់មកទៀតអា age 3នេះគឺវាមាន 1.1 ឬក៏2.1 អីតាមហ្នឹងទៅហើយវាធ្លាក់ម្ដងដំណាក់រហូតអញ្ចឹងហើយដើម្បីយកវាទៅប្រើប្រាស់វាអត់អីជាសាមញ៉ាំទេឥឡូវឧទាហរណ៍ថានៅក្នុងគេហទំព័រមួយដែលខ្ញុំចង់សេហ្នឹងដំបូងខ្ញុំចង់សេចំណងជើងថារៀនសរសេរកូដគេហទំព័រចម្លើយដែលចេញមកគឺដូចជាអត្ថបទធម្មតាអញ្ចឹងដើម្បីធ្វើឲ្យវាមានទ្រង់ទ្រាយជាក្បាលរឿងគឺយើងត្រូវហុំវាដោយអាណាមួយក៏បានដែរក្នុងចំណោម6នេះឥឡូវនេះពាក្យនេះវាជាចំណងជើងដូច្នេះខ្ញុំត្រូវហុំវាដោយ h មួយ tag នេះឥឡូវខ្ញុំចាប់ផ្ដើមសរសេរ h មួយ tag នៅខាងមុខនេះហើយខ្ញុំបិទនៅខាងក្រោយនេះសរសេរតែប៉ុណ្្នឹងទៅចម្លើយរបស់យើងគឺចេញហើយគឺចេញពាក្យដដែលហ្នឹងក៏តែវាមានលក្ខណៈក្រាស់ដិតជាងមុនហើយឧទាហរណ៍ថាខ្ញុំសរសេរតទៀតខ្ញុំសរសេរពាក្យថាក្បាលរឿងទី2ហើយក្បាលរឿងទី2ហើយខ្ញុំចម្លងវាខ្ញុំដាក់ក្បាលរឿងទី3ក្បាលរឿងទី4ទី5ទី6ហើយក្បាលរឿងទី2នេះខ្ញុំហុំវាដោយ h2 tag ក្បាលរឿងទី3នេះខ្ញុំហុំវាដោយ h3 tag h4 tag h5 tag 1 tag តរៀងអញ្ចឹងទៅចម្លើយដែលចេញមកគឺបែបនេះគឺយើងឃើញថាអាពាក្យដែលថារៀនសរសេរកូដស្អីហ្នឹងដែលវាត្រូវបានហុំដោយ h1 tag នេះគឺឃើញថាវាធំជាងគេជាធម្មតាវាអញ្ចឹងឯងធម្មតាចំណងជើងវាធំជាងគេបន្ទាប់ពីចំណងជើងហើយអា1ធំហ្នឹងវាធំដែរក៏តែវាតូចជាងចំណងជើងហើយអា 1.1 នេះវាធំដែរក៏តែវាតូចជាងអា1ធំហើយអា 1.1.1 វាតូចតាមនឹងរហូតទៅអាក្នុងនេះក៏ដូចគ្នាដែរអា h កាន់តែច្រើនវាកាន់តែតូចដូចក្នុងនេះអញ្ចឹងអាក្បាលរឿងទី2វា h 2វាតូចជាងអា h 1ហើយអា h 3វាតូចជាងអា h 2វាតូចទៅតាមហ្នឹងទៅហើយអ្វីដែលយើងកាត់សម្គាល់មួយទៀតគឺយើងឃើញថានៅក្នុងកូដនេះយើងបានសរសេរវាមិនចុះបន្ទាត់ទេក៏ប៉ុន្តែឲ្យតែយើងហុំព័ទ្ធវាដោយ tag នៃក្បាលរឿងគឺ h ប្រមាណហ្នឹង h 1 h 2 h 3 h 4 5 h 6ហ្នឹងគឺវានឹងចុះបន្ទាត់ដោយស្វ័យប្រវត្តិអាហ្នឹងវាអត់អីពិបាកយល់ទេធម្មតាយើងមិនដែលសរសេរកថាខណ្ឌណាណីតពីក្បាលរឿងទេយើងតែងតែសរសេរក្បាលរឿងឲ្យចុះបន្ទាត់បានយើងចាប់ផ្ដើមសរសេរកថាខណ្ឌស្អីណាណីចឹងទៅតើតើទៅនឹងក្បាលរឿងគឺមានតែប៉ុណ្្នឹងឯងអ្វីដែលយើងត្រូវរៀនបន្តមកទៀតគឺកថាខណ្ឌបាញ់មិញឲ្យតែអត្ថបទដែលជាប្រភេទក្បាលរឿងគឺយើងហុំវាដោយ h 1 h 2 h 3 h 4 h 5 h 6ឥឡូវឲ្យតែអត្ថបទដែលជាកថាខណ្ឌគឺយើងត្រូវហុំវាដោយ p tag នេះដែល p នេះពាក្យពេញរបស់វាគឺ paragraph មានន័យថាកថាខណ្ឌហ្នឹងឯងហើយ p tag នេះមានបើមានបិទជាធម្មតាឥឡូវក្នុងកូដខ្ញុំវាយពាក្យថាកថាខណ្ឌឥឡូវខ្ញុំវាយតែប៉ុណ្ណេះខ្ញុំអត់ទាន់ចាប់ផ្ដើមហុំវាដោយ p tag ទេខ្ញុំឃើញថាចម្លើយរបស់វាគឺបែបនេះឥឡូវខ្ញុំចូលម្ដងទៀតខ្ញុំហុំវាដោយ p tag ហើយយើងឃើញថាចម្លើយរបស់វាក៏មិនខុសគ្នាអីដែរហើយបើសិនជាហុំមិនហុំវាមិនខុសគ្នាផងតើយើងចាំបាច់ហុំធ្វើអីអាការហុំហ្នឹងអ្នកទាំងអស់គ្នាមិនតាន់បាច់ដឹងស៊ីជម្រៅទេគ្រាន់ថាវានឹងមានភាពងាយស្រួលដល់អ្នកទាំងអស់គ្នានៅពេលដែលអ្នកទាំងអស់គ្នារៀនភាសា CSS ហើយឥឡូវយើងបានរៀនពីក្បាលរឿងក៏ហើយដែរកថាខណ្ឌក៏ហើយដែរមួយចុងក្រោយគឺតាក់ទងទៅនឹងការចុះបន្ទាត់ឥឡូវខ្ញុំមានអត្ថបទមកវែងឆ្ងាយនេះខ្ញុំសរសេរវានៅក្នុង p tag ចម្លើយដែលចេញមកគឺឃើញថាអត្ថបទរបស់យើងចុះបន្ទាត់នៅពេលដែលវាទាល់គឺទាល់អាចហៀងហ្នឹងឥឡូវខ្ញុំចុចអាមួយនេះដើម្បីបង្រួមយើងឃើញថាអក្សរទាំងអស់ហ្នឹងគឺវាចុះបន្ទាត់ទៅតាមទំហំនៃកម្មវិធីរបស់យើងហ្នឹងក៏ប៉ុន្តែនៅពេលខ្លះអត្ថបទរបស់យើងគឺយើងត្រូវការឲ្យវាចុះបន្ទាត់នៅកន្លែងណាមួយដែលយើងត្រូវការឧទាហរណ៍ថាកន្លែងខណ្ឌនេះមួយចុះខ្ញុំចង់ឲ្យវាចុះបន្ទាត់ដើម្បីឲ្យវាចុះបន្ទាត់នៅកន្លែងនេះងាយស្រួលទេគឺយើងគ្រាន់តែវាយ br tag
នៅកន្លែងហ្នឹងទៅវានឹងចុះបន្តដែរ BR នេះពីពេលរបស់វាគឺ break នេះបកតាមវចនានុក្រមគឺមានន័យថាកាច់បំបាក់អីទេក៏ប៉ុន្តែតាក់ទងទៅនឹងអត្ថបទវាមានន័យថាចុះបន្តហ្នឹងឯងហើយយើងគ្រាន់តែវាយប៉ុណ្ណឹងទៅទោះបីជានៅក្នុងកូដរបស់យើងមិនចុះបន្តក៏ដោយឲ្យតែវាឃើញ BR tag ហ្នឹងវានឹងចុះបន្តដែរឥឡូវខ្ញុំបានវាយ BR tag ចូលហើយចម្លើយដែលចេញមកគឺឃើញថាវាចុះបន្តនៅកន្លែងដែលយើងកំណត់ BR tag ហ្នឹងតាក់ទងទៅនឹងមេរៀន HTML ដែលនិយាយអំពីអត្ថបទគឺមានតែប៉ុណ្ណឹង